là băng Rồi mùi cọp ổn đạp hình cái dột tự mến. Lom, vậy bắt tay mình chịu nụ chlan, có bắt tay mìnhจะต่อสู้ខ្លាំងណាស់ប៉ុណ្ណឹងបានទៅហើយណាប៉ុណ្ណឹងបានហើយអាឡាត់ឯងត្រូវចាំណារឿងថ្ងៃនេះកុំប្រាប់គេឲ្យសោះលឺទេឡំសុំឲ្យតែលោកគ្រូខ្ញុំនិងបងអូនស្រីរបស់ខ្ញុំក៏បានតាមបានដែរមែនទេអើយឯងនេះល្ងងខ្លាំងណាស់ប្រាំមិនបានទេអ្នកណាក៏ប្រាំបានដែរហើយបើសិនជាឯងធ្វើឲ្យបែកការរឿងថ្ងៃនេះណាអាយុជីវិតរបស់យើងគឺមានគ្រោះថ្នាក់ណាស់យើងប្រកាសជាស្លាប់នៅក្នុងកណ្ដាប់ដៃពពករបស់វាងចិនសានណាឡំមានវិជាគុណខ្លាំងយ៉ាងនេះហេតុអ្វីក៏ទៅស្លាប់ក្នុងដៃរបស់អ៊ំខ្ញុំវិញអ៊ំរបស់ឯងចង់សម្លាប់យើងរឿងនេះឯងគិតខ្លួនឯងទៅមើលឡំបើសិនជាខ្ញុំធ្វើឲ្យបែកការថ្ងៃនេះខ្ញុំនឹងស្លាប់យ៉ាងវេទនាឡំnày nè Lom Bác À vợ Là băng Là băng Là băng Các bị dục anh tạ băng tay này Các bị dục mình bọn hạt sinh nhật đại nữa nè Này dây cả hót Các bị dục anh băng Một băng chẳng mày khai nâng Hạt ấy băng chưa được bôi chăng đi Tình ấy nhỉ mấy băng chưa được bôi chăng đi ai băng nghĩa Bác Nông mà bị Các bị thay muốn Trai lý thông nó vai trai bọc sman này ta hay bọc này dễ tha tay chụp năng lực ông van men tí tay chọc lại ok rồi là băng ta bị chụp mình băng vai chỉ mới kia tiếp hai men tí băng cầm nhặt băng đằng trong ấy sao ngày nữa băng vai chỉ mới lấy thăng kia vai băng trăng na được bố cả lại nát trong khơi cho bác tiền băng ta kia ở vai này ở bạc băng giang này tí cái đó pe on tập phật nó bộ kia ta bộ kia giang mạnhពួកគេ8នាក់បាយបងតែម្នាក់មិនសមជាអ្នកខ្លះហាន់តតែសោះមិន8នាក់បាយម្នាក់ទេពួកគេឡើង3នាក់4នាក់3នាក់4នាក់ហ្នឹងដូចតែគ្នាទេតោះយើងទៅរកពុកទៅដោះស្រាយជាមួយលោកអង្គច្បាស់អូនស្រីពួកយើងកំតើអីខ្ញុំបានចាញ់គេបើសិនជាទៅរកគ្រូយ៉ាងនេះពួកគេនឹងមើលងាយយើងទៀតកំតើអីណាល្អជាងបានចឹងបងទៅអាសិនទៅអាយ៉ាអារបស់បងឲ្យហើយទៀតហើយចាំខ្ញុំជួយប៉ាឲ្យបងចង់បងស្រីបងតកូនកុំអត់អីសោះកុំឲ្យគេចាស់ថាបងជាចាស់ទៀតឈឺណាស់មែនទេពុកកំពុងតែមើលចាប់មែនទេពុកធ្វើសិនមែនហើយយើងចូលចិត្តមើលចាប់លោកនៅក្នុងទ្រុងយើងដូចជាស្រួលក្នុងចិត្តខ្លាំងណាស់បានគួយអញចូលចិត្តចាប់ដែរទេចូលចិត្តតែរឿងដែលយើងចូលចិត្តនោះគឺចាប់ដែលនៅក្នុងទ្រុងរបស់យើងមិនដឹងថាកូនមានអារម្មណ៍ដូចជាយើងដែរទេមានខ្លះដែរបានគួយចាប់ដែលមានសេរីភាពគឺឯងមិនអាចក្រាបវាបានទេតែបើវានៅក្នុងទ្រុងឯងចង់ធ្វើអ្វីក៏បានតាមចិត្តទាំងអស់បានពុកទៅពុកមកហើយបានគួយបាទឯងទៅមុនចុះបាទ
លោកប្អូនអើ អូលបងចិញ្ចឹមចាប់ច្រើនយ៉ាងនេះសប្បាយចិត្តណាស់ហ៎ ពេលទំនេរអបសុកពេកបងចេះតែចិញ្ចឹមលេងទៅ លបងបុនកំណត់លបងបានឆ្លងផុតទៅហើយខ្ញុំគិតថាស្អែកនឹងចេញទៅវិញហើយ ហេកុំបង្ខំអីអាចធ្វើដំណើរយ៉ាងវែងឆ្ងាយគួរតែនៅឲ្យបានយូរបន្តិច ខ្ញុំចង់និយាយថានៅយូរទៅយើងដូចជាមិនស្រួលចិត្តសោះនៅទីនេះខ្ញុំដូចជាគ្មានអ្វីធ្វើផងនឹងណា លោកប្អូនទៅចូលក្នុងនិយាយគ្នាណា សូមអញ្ជើញ ជើញ